អ្នកខ្លះធ្វើជាមនុស្សកឹបក្រឹបและបានលឺអ្វីដែលអ្នកមិនគួរតែបានលឺទេដែរឬគេបានផ្លាស់មករស់នៅជាមួយខ្ញុំឆ្នាំមុនវាមើលទៅលឿនបន្តិចប៉ុន្តែគេដូចជាមនុស្សស្មោះស្ងប់ស្ងាត់ឬប៉ុន្តែខ្ញុំគិតច្រឡំយប់មួយនៅប្រហែលម៉ោង 2 យប់ខ្ញុំស្ដាប់ឮនាងចេញពីក្រែខ្ញុំមិនបើកខ្នែកទេគិតថានាងទៅយកទឹកផឹកមិនមែននិយាយជាមួយខ្ញុំទេគាត់ដេកហើយប៉ុន្តែខ្ញុំមិនប្រាក់ដុតថាបារីម៉ាណានឆ្នាំគ្រប់គ្រាន់ទេបន្ទាប់មកស្ងៀមស្ងាត់បន្ទាប់មកទេគង់ទាន់ពេលនេះយយវាមើលទៅធម្មតាខ្ញុំដោឈឺចិត្តក្នុងចិត្តនាងត្រឡប់មកវិញដោចូលក្រោមខ្នែវិញប៉ះក្បាលខ្ញុំស្រួលហើយមកចេញច្រមុះខ្ញុំរងចាំរហូតដល់នាងដាក់ដង្ហើមយឺតចេញពីផ្ទះបាយបែងតែក្នុងលានចានមានរសជាតិទ្រង់នៅលើមាត់ខ្ញុំរត់ចូលបន្ទប់ទឹកគ្រាន់តែដើម្បីចេញអស់ទីខ្លួនបន្ទាប់មកខ្ញុំយកទូរស័ព្ទចូលទៅលាក់ក្នុងទូអាវថតសំឡេងទប់បើខ្ញុំមិនភ្ញាក់ឡើងវិញនាងមិនដឹងទេថាខ្ញុំឮអ្វីគ្រប់យ៉ាងខ្ញុំបានរៀបចំផែនការចាក់ចេញរយៈពេលប៉ុន្មានសប្តាហ៍នាងនៅតែគិតថាខ្ញុំស្រឡាញ់នាងនៅតែដាក់ស្គរចូលក្នុងតែខ្ញុំរៀមរាល់ព្រឹកខ្ញុំមិនថឹកវាទេ